3ស្ត្រីប្រហែល2ម៉ោងស្ពឹកដៃតែព្រំសំណាងតស៊ូរហូតដល់8ម៉ោងបានរថយន្តមួយគ្រឿងកីឡាករប្រដាល់គុណខ្មែរព្រំសំណាងនិងស្ត្រីជាទីគោរពរបស់គាត់ទទួលបានរថយន្តថ្មីសន្លាងមួយគ្រឿងពីការចូលរួមប្រកួត3ស្ត្រីជាទីស្រឡាញ់ក្នុងឱកាសទិវាអន្តរជាតិ8មិនិនាដែលរៀបចំការប្រកួតដោយក្រុមហ៊ុនភេសជ្ជៈឯកជនមួយតាមការប្រកាសពីម្ចាស់កម្មវិធីមានបុរសនារីប្រមាណ500គូបានចូលរួមប្រកួតក្នុងឱកាសទិវាអន្តរជាតិ8មីនានេះការប្រកួតបានចាប់ផ្ដើមតាំងពីវេលាម៉ោង5រហូតដល់ម៉ោង3ទៀបភ្លឺទើបរកឃើញអ្នកឈ្នះការប្រកួតនេះត្រូវសហការកម្លាំងកាយកម្លាំងចិត្តនិងស្មារតីតស៊ូដែលស្ត្រីណានៅលើដៃរបស់បុរសយូរជាងគេគឺជាអ្នកឈ្នះហើយលទ្ធផលបុរសមកពីខេត្តតាកែវជាអ្នកទទួលបានចំណាត់ថ្នាក់លេខ1ដែលទទួលបានរង្វាន់រថយន្តមួយគ្រឿងនិងលេខ2គឺកីឡាករប្រដាល់ព្រំសំណាំងដែលទទួលបានម៉ូតូមួយគ្រឿងទោះបីជាយ៉ាងណាការប្រឹងប្រែងតស៊ូដល់ទីបញ្ចប់ដោយប្រើពេលរហូតដល់ប្រហែលជា8ម៉ោងកីឡាករព្រំសំណាំងនិងស្ត្រី3លើកដៃក៏ត្រូវបានអ្នករៀបចំកម្មវិធីផ្ដល់រង្វាន់រថយន្តមួយគ្រឿងដើម្បីបញ្ជាក់ពីការព្យាយាមនិងតស៊ូដល់ទីបញ្ចប់ក្រោយចប់ការប្រកួតព្រំសំណាងបាននិយាយថាខ្លួនមានអាការៈស្ពឹកដៃបន្ទាប់ពី3បានប្រហែលជាង2ម៉ោងប៉ុន្តែខ្លួនបានតាំងចិត្តតស៊ូនិងមិនលះបង់ដើម្បីឈានទៅដល់ចុងក្រោយទោះជាយ៉ាងណាព្រំសំណាងបានរង្គើដោយសារនឿយហត់អស់កម្លាំងខ្លាំងពេកទើបទទួលបានចំណាត់ថ្នាក់លេខ2ចាំមកផ្លែតបាទចាំមកផ្លែតបាទឥឡូវសុំសម្រាប់ចាំផ្លែតស្គៀមសុំសម្រាប់ពីខាងលើសិនបាទដោយសារយើងមានកាមេរ៉ាសុំឆែកកាមេរ៉ាបាទសុំឆែកកាមេរ៉ាសិនបាទសម្រាប់បាទការរង្គើមិនមែនថាមិនឲ្យរង្គើទេបាទរង្គើដែរប៉ុន្តែកុំបដូរអរិយាប័ត្របាទអត់តដូរទេបាទបាទឥឡូវគណៈវិនិច្ឆ័យបាទនេះមីក្រូអត់ដឹងដែរហើយចោលបាយអត់ដឹងឲ្យខ្ញុំប្រកាសមកជើបាទឥឡូវនេះសូមបងណាជា fan បាទសូមមានកម្រិតតិចមកបាទសូមមានកម្រិតបន្តិចបាទរយៈពេលរយៈចម្ងាយ2ម៉ែត្រមកបាទកុំគៀកពេកបាទទុកខ្យល់ជាមួយនឹងខ្យល់បរិយាកាសរបស់គាត់បាទបាទឥឡូវនេះលោកឈ្នះហើយបាទចូលគូបងយើងសុំបាទគឺបងសំអបងយើងសំអឈ្នះបាទជាមួយនឹងរថយន្ត Mazda ហើយបាទឈ្នះបងខ្ញុំបាទនៅឈរឲ្យនឹងសិនបាទនៅឈរឲ្យនឹងសិនបាទកំតនណាបាទកំតនណាបាទឈប់សិនបាទរក្សាចំហបាទនៅស្គៀមសិនបងនៅស្គៀមសិនណានៅស្គៀមសិនបាទរក្សាកម្រិតបន្តិចណាបាទឈុនបងឈុនយ៉ាងម៉េចបាទច្បាស់បាទយ៉ាងម៉េចច្បាស់បាទតើចូលមកកំចូលបងឈុនបាទឈុនប្រកាសណាប្រកាសឲ្យគាត់ណាបាទឥឡូវនេះជ័យលាភីបានទៅលើបងសំអូនអូតូម៉ាទិកចូលរួមត្រេកអរបាទខ្លាំងជ័យលាភីលេខ1បាទចូលរួមត្រេកអរបាទសម្រាប់បងសំណាងជ័យលាភីលេខ2ដែលជ្រើសបាទជាមួយរយន្ត Mazda ពីមួយគ្រឿងដល់ថ្មីស្រឡាងបាទជួយតបគាត់បាទពិតជួយតបគាត់បាទពិតជាព្រឹត្តិការណ៍អស្ចារ្យមែនបាទការ3មនុស្សជាទីស្រឡាញ់ដល់រយៈពេល8ម៉ោងដល់7នាទីឥឡូវយើងឃើញហើយបាទបងភ្លេចសំណាងគឺគាត់បាទមានសំកាហើយគេហៅថាខុសបញ្ហាបច្ចេកទេសបងភ្លេចសំណាងគឺគាត់បាទមានសំកាហើយគេហៅថាខុសបញ្ហាបច្ចេកទេសបន្តិចបន្តួចបាទរង្គើទេបន្តថាសមត្ថភាពនៃការ3គឺថានៅតែមានកម្លាំងដដែលបាទប៉ុន្តែមិនធ្វើទេបាទជ័យលាភីលេខ2បានទៅលើបងព្រំសំណាងលេខ1បានទៅលើបងសំអល់បាទខាងយើងបាទឈូវ៉ាមកញ៉ៅបាទជុកប៉ា2ពេញញ៉ៅបាទជាមួយនឹងបងចិនសបុលគាត់បានឈ្នះជាមួយនឹងរថយន្ត Mazda បាទពី Bustrong
អូហូបាទថ្ងៃទិវានៃក្តីស្រឡាញ់បាទថ្ងៃ8មិនិនាទិវានៃក្តីស្រឡាញ់បាទ Boost Strong រៀបចំកម្មវិធីនេះឡើងពិតជាព្រឹត្តិការណ៍ដ៏អស្ចារ្យពិតមែនបាទឥឡូវនេះបាទសូម fan ដែលជា fan បងប្រុសសំណាងបាទជួយថយបន្តិចណាដើម្បីសម្រួលជាមួយនឹងខ្យល់ដង្ហើមរបស់គាត់បាទពិតជាសោកស្ដាយតែក៏ត្រេកអរដែរធម្មតាការលេងបាទជាមួយនឹង game គឺយើងមានចាញ់មានឈ្នះបាទជ័យលាភីលេខ2បាទក៏មិនគេហៅថាមិនចាញ់ដែរបាទគាត់ទទួលបានជាមួយនឹងម៉ូតូ Yamaha X-Ride មួយគ្រឿងបាទគាត់ទទួលបានជាមួយនឹងម៉ូតូ Yamaha X-Ride មួយគ្រឿងបាទបាទអរគុណច្រើនឥឡូវនេះយើងទទួលបានព័ត៌មានមួយទៀតដែលជាព័ត៌មានរសើបបាទអ្វីដែលកាន់តែអស្ចារ្យនេះគឺក្រុមហ៊ុន Boost Strong ដែលជាក្រុមហ៊ុនចិត្តល្អដែលឥឡូវនេះយើងរកឃើញគូប្រកួតស្វាត់ស្វែងគូចុងក្រោយពីក្រុមហ៊ុន Boost Strong និងប្រកួតរថយន្ត Mazda មួយគ្រឿងទៀតជួលទៅកីឡាករព្រមសំណាងជ័យយោបាទគឺភាពអស្ចារ្យមែនទែនបាទពិតជាអស្ចារ្យមែនទែនបាទត្រេកអរមកព្រមសំណាងបាទពីក្រុមហ៊ុន Boost Strong និងប្រកួតរង្វាន់ Mazda មួយគ្រឿងទៀតជូនបងដោយអូតូម៉ាទិកសោតលេងមួយមកជ័យយោបងសម្អល់ខាងជួវ៉ាជ័យយោបងប្រុសសំណាងយេពិតជាអស្ចារ្យបាទពិតជាអស្ចារ្យបាទពី Boost Strong បាទជាក្រុមហ៊ុនចិត្តល្អឥឡូវនេះបន្ថែមរថយន្តមួយគ្រឿងទៀតជូនបងប្រុសព្រមសំណាងដូចគ្នាពិតជាអស្ចារ្យមែនបាទអូយខ្ញុំរភើបជំនួសបាទពិតជាពិសេសមែនតើបាទហេបាទព្រមសម្រាប់ក៏បានរថយន្តបាទ Mazda មួយគ្រឿងដែរបាទពី Boost Strong បាទជាមួយរបស់ខ្ញុំសបល់បាទមួយគ្រឿងដែរជ័យលាភីបាទគិតទៅបាទគាត់ឈ្នះស្មារតីដែរបាទថ្ងៃនេះគឺយើងធ្វើការប្រកួត2គ្រឿងតែម្ដងបាទក្រុមហ៊ុន Boost Strong ដែលជាក្រុមហ៊ុនចិត្តល្អបាទប្រកួតជូនបាទបងប្រុសព្រមសំណាងដែលជាកីឡាករគុណខ្មែរបាទលំដាប់ប្រទេសបាទមួយគ្រឿងបន្ថែមទៀតដែលជារង្វាន់លើកទឹកចិត្តសូមសម្លេងហូមួយទៀតមកហូឲ្យបងសម្អល់ខាងជួវ៉ាមួយទៀតមកបាទនិយាយទៅបាទជាមួយនឹង2គូខាងក្រោយនេះបាទគឺចុងក្រោយនេះគឺបាទគឺមានអ្នកឆ្នះអ្នកចាញ់ដែរបាទគឺស្មើគ្នាបាទទទួលបានរថយន្តបាទម្នាក់មួយគ្រឿងស្មើគ្នាបាទចិត្តដែរនេះបងមករយៈហ្នឹងគេហៅថាសំណាងដូចឈ្មោះបងណាសំណាងការខិតខំមិនតិចឆ្នាំទេតែមកបានខ្លាចការខំមែនតែរមរកោះរត្រីរទិសដៅឃើញចាបើសិននិយាយទៅដូចសវ៉ាផុតដូចលេខទូកដាតលេអញ្ចឹងខ្ញុំសម្រាប់បើសិនតែគេមិនតស៊ូដល់ណាហ្នឹងតែខ្ញុំតស៊ូខ្ញុំដល់ណាត់ខ្លួនឯងតស៊ូជាមួយគុណខ្មែរខ្លាំងមែនទែនហើយក៏ឥឡូវបានគុណខ្មែរឲ្យផលឲ្យផ្លែមកវិញអញ្ចឹងខ្ញុំសប្បាយចិត្តចាបើសិនជាបងបោះបង់នៅមុនហ្នឹងប្រហែលជាយើងអត់បានទទួលផ្លែផ្កាយបងណាចាប់ហើយគេឈ្មោះកិត្តិយសហើយគឺទៅទាំងអស់ចាតែខ្ញុំតស៊ូខ្ញុំគិតថាជីវិតនឹងមិនទៅណាចោលគុណខ្មែរទេបាទបងយើងនិយាយពីរឿងឡានយប់មិញវិញចាយប់មិញឃើញថាស្វិតស្វាញបងណាអូយប់មិញស្វិតស្វាញខ្លាំងមែនតើឥឡូវនេះសោដៃសោជើងហើយជួបរបស់ពិតទេបងជួបរបស់ពិតហើយបងលើថា2ម៉ោងដំបូងស្ពឹកដៃបងហ៎2ម៉ោងដំបូងស្ពឹកដៃស្ពឹកនៅឃើញចប់ណាគេក៏យូរម៉ែក្រឲ្យថាខ្ញុំមិនឃើញចាំអាស្មាលីងអត់ដល់ជឿលីងចាបងគិតថាបានរហូតដល់7-8ម៉ោងហ្នឹងហើយបើតាមបងគិតណាបើតាមខ្ញុំគិតថាប្រហែលកន្លះម៉ោង1ម៉ោងអីអស់បើ1ម៉ោង2ម៉ោង3ម៉ោង4ម៉ោងជួយមិនតែមែនបងមាននិយាយមានថាបងគិតយ៉ាងណាជាមួយនឹងបងប្រុសដែលប្រកួតមួយបងរហូតដល់គាត់បានលេខ1ណាបងគិតយ៉ាងម៉េចមួយគាត់ដែរខ្ញុំសរសើរគាត់ហើយខ្ញុំចាំមើលតែមែនបានតែគាត់ចុះចាញ់វាចាស់ទេហ្នឹងស្ពុតដល់ណាហ្នឹងហើយបើម្នាក់នោះគាត់តែចូលនាទីទី1ទី2មុខយំបាទយំតែតែបាន7ម៉ោងអីដែរខ្ញុំចុះពេលហ្នឹងក៏យូរមែនយំតាំងពីចាំទី1ម៉ោងដំបូងនៅពេលដែលបងអង្គើហ្នឹងមូលហេតុអីបានបងអង្គើខ្ញុំអោបចែកខ្ញុំរៀនខ្ញុំគាត់រឹបយ៉ាងខ្ញុំអត់បានអត់លេគាត់រឹបមកដល់វាដូចគេអង្គើណាហើយក៏គាត់ឃើញលទ្ធផលហ្នឹងក៏ឃើញយើងស្វិតស្វាញជាមួយគ្នាហើយបងម្ចាស់ក្រុមហ៊ុនក៏គាត់ឃើញថាលើកទឹកចិត្តអញ្ចឹងបង
ចា គាត់អោយចឹងបងសប្បាយចិត្តខ្លាំងតែន ចាមកសាមិញហ្នឹងអ្នកណាឲ្យទឹកខ្លះបង7ម៉ោង8ម៉ោងមកបងរៀបរាប់តិចមើល មុនវងមកពាក់មីអូនឯខំអូនបាទបងបាទហើយអូច្រើនតែឲ្យសុកលិនហើយពុទ្ធាហើយសិតតារា TikTok មកច្រើនអីកកើហើយនឹងអូនអីគេដូចបារាំងយើងមកច្រើនមែនទែនហើយថាស៊ូដើម្បីឡានវាចង់ឲ្យខ្ញុំឈ្នះប៉ុន្តែដោយសារខ្ញុំក៏ចម្រើកបន្តិចចាតែគាត់នៅតម្លាក់បឹបស្រុតយកមកដល់លេងរួចនឹងឥឡូវវាចង់ប៉ះពាល់ចកេះចាយូរពេកបងណាយូរពេក បង សុំកាត់តិចបងពេលដែលបងឯងកើឲ្យបានលើតែចេញពីអារម្មណ៍ដំបូងមកបងយ៉ាងម៉េចពេលគេប្រកាសថាលេខ2មែនបាទគេដល់ពេលបងឯងធ្វើកើអញ្ចឹងមិនថាយើងចាញ់ដល់គូប្រកួតមួយខាងទៀតថាយើងបានលេខ2អារម្មណ៍ខ្ញុំថាខ្ញុំស្ដាយខ្ញុំស្ដាយពេលវេលាអត់ទាន់អស់ចិត្តទេហើយដោយសារខ្ញុំទៅរៀងកើតិចអញ្ចឹងណាវាមិនថាខ្លាំងគាត់មិនតិចទេនេះចាប់ហើយកាមេរ៉ាគេដាក់នៅកាមេរ៉ាអញ្ចឹងចាហើយដល់ពេលអញ្ចឹងទៅរៀងអន់ចិត្តហើយដល់ពេលមេប្រកាសមកអញ្ចឹងមកគឺយើងស្វិតស្វាញអញ្ចឹងអូយអាពុំដងហើយលេងរួចអាស្លាប់ចង់លូតប៉ុន្តែលូតរួចចាងើមរួចដែរខ្ញុំឃើញតាមវីដេអូអេដមីនគាត់ផុសណាឃើញថាគាត់ណាគេប្រកាសថាអូផ្ដល់ឲ្យលើកដៃស្ពះហ្មងបងលើកដៃស្ពះអូយអរគុណគាត់មែនទែនដែលឃើញទង្វើដែលខ្ញុំខប់ធ្វើអញ្ចឹងគាត់ណាត់អញ្ចឹងណាចាស្វិតស្វាញជាមួយពីរអ្នកហ្នឹងគឺស្វិតស្វាញគ្នាមែនទែនហើយតាបងនឹងថាអត់អីមិនមកទៅបានខ្ញុំលឺយើងចូលបានទៅចិត្តដល់បងអញគិតបានឯកតាអីដែលធ្វើឲ្យគាត់នោះ3បានយូរជាងបងទៀតដោយសារប្រពន្ធគាត់ស្វិតប្រពន្ធគាត់ស្វិតគាត់ទុយមែនតើហើយប្រពន្ធគាត់ដេកលក់អត់ហ្នឹង1ម៉ោង2ហើយដេកលក់អត់ដេកដូចថាគាត់នៅហ្នឹងហើយគាត់និយាយថា3ម៉ោងទៀតក៏អត់អីដែរអត់ដេកទៀតខ្ញុំមិនលឺយើងចូលបាក់អត់3ម៉ោងទៀតក៏អត់អីដែរចាបងឡានហ្នឹងបើកទៅតន់ប្រកួតមើលកបោលទេមើលទៅតន់ស្អែកនេះគាត់ឲ្យទៅយន់ចាសប្បាយចិត្តសម្ពោធដែរខ្ញុំគិតថាជាតិនេះខ្ញុំមិនអាចមានឡានជិះដូចគេទេតែឥឡូវនេះដូចក្តីប្រាថ្នាឲ្យអរគុណបងក្រុមហ៊ុនដែលបានជួយដល់រូបខ្ញុំបាទមើលឃើញដែលការកាត់ខំរបស់ខ្ញុំឲ្យគាត់ក៏បានផ្ដល់ឲ្យខ្ញុំសប្បាយចិត្តមែនទែនមិននឹកថាបងផ្ដល់ដូចថាខ្ញុំមិននឹកស្មានថាខ្ញុំបានឡានជិះទេខ្ញុំមិននឹកស្មានទេបងត្រួសមើលសមិទ្ធផលអាចថា3ខែដើមឆ្នាំ2023ហ្នឹងបងនៅសល់អីខ្លះឥឡូវហ្នឹងទិញគូហើយធ្វើតុបតែងផ្ទះយ៉ាងណាមកឲ្យខ្ញុំទៅបានទិញគូទិញអីកុំឲ្យថាយើងកុំឲ្យវារត់ចេញមកវិញគឺបានឲ្យកុំយកទៅលេខល្បែងទៅអីចឹងណាចាហើយយើងត្រូវក្តាប់អាកាសព្រោះអីយើងវាលំបាកយូរហើយកុំឲ្យវាអាកាសលំបាកវារត់មករកយើងទៀតខ្ញុំធ្លាប់លើបងនិយាយថាបងនឹងអាចមានក្រុងបង្កើតក្លឹបមួយបើសិនមានធនធានពេលនេះអាចនឹងមានលទ្ធភាពអីបងបាទមានបាទហើយមានអ្នកជួយចង់ជួយបើកដែរមិត្តភក្តិខ្ញុំបរទេសអញ្ចឹងណាចាគាត់ថាគាត់សួរខ្ញុំអស់ប៉ុន្មានខ្ញុំថាប្រហែលអស់15,000គាត់ថាមិនអស់2មិនអស់20,000ខ្ញុំលឺ20,000ចង់ទុនជាគង់អញ្ចឹងនឹងមានឆាប់ណាបងណាតែអត់ទាន់ព្រោះខ្ញុំនៅឆ្លាញ់គុណខ្មែរខ្ញុំចង់វាយទៀតហើយសិនមកខ្ញុំធ្លាក់កន្លងឬមួយមិនខ្ញុំនឹងងាកទៅនឹងវិញប៉ុន្តែឥឡូវនេះគឺខ្ញុំនៅស៊ីក្មេងៗមកអរគុណច្រើនបងមានអីអរគុណទៅដល់អ្នកគ្រប់គ្រងដែរបងដែលគាត់គ្រប់គ្រងបងគ្រប់កន្លែងហ្មងអរគុណពុកម៉ែបងប្អូនដែលស្រឡាញ់អាណិតប្រវត្តិក្រុមសំណាងពីមុនកំសត់ហើយឃើញការតស៊ូរបស់ខ្ញុំហើយខ្ញុំសប្បាយចិត្តហើយសូមផ្ដាំឲ្យបងប្អូនខំតស៊ូទោះបីជាយើងលំបាកយ៉ាងណាសំខាន់ជីវិតត្រូវតែតស៊ូគង់តែឲ្យតែភាពតស៊ូយើងនឹងបានសម្រេចចាអរគុណច្រើនបងអរគុណច្រើន